nhom cả ná lư bịa muối cái thả trong ngày mai ở bàn vén con cháu tràn được vừa bón chìm ran phải chốn chun mày ở ta kịch vừa bón chìm ran phải chôn mày ở nắng việc bàn phải giàu ấy đai với kịch vừa là việc mách hay bàn phải chôn nâng về anh mẹ này ót mơ sông mê ta rất tận nia bằng hai sâu xiềng xiềng bởi vì cha mà mơ sông nỉ môn sa thục pra maha thai chỉ mà cha hạt mang cùi đạp mà phải bay để tia trong lòng ngồi sang mẹ tè ná nhôm ná bà ông chỉ pra maha thai bà ông xua ta kịch vừa bôn chầm ran phải chôn việc bàn phải giàu ấy bàn phải giàu men đưa men pi ca vừa bôn chầm ran phải chôn đúng á bàn cho con trai pro free rùm sa mà kỳ kia vừa bôn chầm ran chôn nướng chun lúc ở bọc này mà đài rồi giáo cho nó bôn chầm ran phải chôn tay cái tay tận nom kia vừa chỉ riêng rò pe riêng rò nam riêng rò cam mà vậy thì bôn thông miền phải chạy buôn chầm ran phải chôn miền chầm ran phải chôn bônនេះគឺจะបនធំไปព្រោះអីប្រយោជន៍អីកើតពីចម្រើនបជនបានធ្វើឲ្យលោកឪពុកនេះមកដៃថាប្រយោជន៍នឹងចង់ឲ្យលោកឪពុកនេះមកដៃអាយុវែងនោះឯងដែលព្រះមហាថែសំដែងមកបាញ់មិញនោះណាថាចម្រើនបជននឹងហេតុប្រយោជន៍ដែលបានពីចម្រើនបជនព្រោះធ្វើឲ្យលោកឪពុកនេះមកដៃអាយុវែងតើអាយុមែនឬមិនមែនតែការធ្វើចម្រើនបជននឹងណាប៉ុណ្ណាចុះទីគុណបើខ្ញុំកណាឃើញគេធ្វើចម្រើនបជនគ្រប់តែគ្នាប៉ុន្តែធ្វើចម្រើនបជនគាត់អាយុ79ឆ្នាំ80ឆ្នាំស្លាប់ដដែលណែគាត់អាយុ70ឆ្នាំ71ឆ្នាំស្លាប់ដដែលចុះចម្រើនបជនធ្វើបានប្រយោជន៍អីបើធ្វើអត់វែងដដែលបានជានៅក្នុងពុទ្ធសាសនាលោកសម្ដែងថាចម្រើនបជនមាន2ទី1លោកយៈបជនចម្រើនបជនបច្ចុប្បន្នឲ្យវាវែងណែលោកយៈបច្ចុប្បន្នហ្នឹងគឺសំដៅទៅលើបច្ចុប្បន្នសពថ្ងៃដែលធ្វើឲ្យអាយុវែងកូនធ្វើឲ្យប្រពុតចាស់ស្រឡាញ់បុណ្យអត់ស្រឡាញ់បាសមិនស្រឡាញ់អកកេះមិនស្រឡាញ់អកកដងមិនស្រឡាញ់អកកំប៉ុងអកដងទេអញ្ចឹងស្រឡាញ់តែរឿងបុណ្យតែមួយគត់បើឪពុកម្ដាយស្រឡាញ់បុណ្យហើយបានន័យថាគាត់សប្បាយនឹងបុណ្យបើសប្បាយនឹងបុណ្យធ្វើបុណ្យជូនគាត់អាយុវែងណាដោយព្រះមហាថៃព្រះអង្គសម្ដែងខាងដើមថាបច្ចាស់គាត់សប្បាយរីកជាមួយតែបុណ្យជាមួយតែសិលនាំគាត់ទៅធ្វើបុណ្យនាំគាត់ទៅសមាទានសិលផងកំណំគាត់ទៅឡកទៅនាំគ្នាទៅអត់ទៅបុកដីអីណោះថាហ្នឹងវាអត់បានជាប្រយោជន៍អាយុវែងទេអញ្ចឹងទី1នាំឲ្យបានអាយុវែងប្រយោជន៍ពីចម្រើនបជនគឺពីព្រោះថាលោកឪពុកអ្នកម្ដាយគាត់សប្បាយនឹងការប្រពធ្វើបុណ្យចាស់មានតែប៉ុណ្្នឹងឯងក្មេងៗគាត់ចេះតែឆ្ងល់ថានិគុណល្មិចម៉ែខ្ញុំកណាឪខ្ញុំកណាចេះតែចង់តែទៅវត្តហើយខ្ញុំកណាមិនក៏មិនចង់ទៅវត្តសោះខ្ញុំកណាចង់ឲ្យឆាប់រស់ស៊ីឆាប់មានចង់រស់ស៊ីឆាប់បានប៉ុន្តែម្ដាយខ្ញុំកណាដូចមិនចង់មានបានសោះជូនលុយ 100000 ទៅវត្តអស់ 100000 ជូនលុយ 20000 ទៅវត្តអស់ 20000 ហ្នឹងមិនក៏គាត់មិនចង់មានចង់បានធ្វើតែបុណ្យធ្វើតែបុណ្យដូចបុណ្យឯណាម្ដាយឃើញយកបុណ្យមកតែផងណោះសួរលោកអញ្ចឹងណាញោមណាហើយសួរលោកថាម៉េចលោកថាញោមណាមនុស្សចាស់ណាស់ក្រោយអំពីការណាវ័យចាស់ចាប់ពី45ឆ្នាំ50ឆ្នាំ60ឆ្នាំអាសាឈឺដល់ទៅពេលអាសាឈឺយប់ឈឺថ្ងៃឈឺព្រឹកឈឺល្ងាចនេះអារឿងមានរឿងបានវាលែងសំខាន់សម្រាប់គាត់ហើយណែឈឺច្រើនពេកអារឿងមានបាននេះលែងសំខាន់ព្រោះអីព្រោះគាត់ពិចារណាថាគ្រប់យ៉ាងអត់ទៀងទេបើយប់ក៏អាចឈឺបានព្រឹកក៏អាចឈឺបានល្ងាចក៏អាចឈឺបានបែបហ្នឹងអញ្ចឹងថ្ងៃណាមួយក៏អាចស្លាប់បានដែរអញ្ចឹងរឿងមានបានលែងសំខាន់មានតែបុណ្យកុសលប៉ុណ្ណោះជាទីពឹងសម្រាប់ខ្លួនឯងណែដល់តែពេលណាមានបុណ្យជាទីពឹងសម្រាប់ខ្លួនឯងត្រូវធ្វើល្មិចថាបើកូនណាចេះធ្វើបុណ្យជូនលោកឪពុកអ្នកម្ដាយដោយគណៈនឹងអញ្ចឹងចម្រើនបជនជូនគាត់សប្បាយចិត្តអាយុនឹងវាវែងប្រយោជន៍ពីការធ្វើបុណ្យចម្រើនបជនគឺលោកឪពុកអ្នកម្ដាយសប្បាយចិត្តនឹងបុណ្យដល់តែពេលទី2បានន័យថាអានេះលោកយៈបច្ចុប្បន្នដល់ទៅខាងមុខបរលោកខាងមុខអ្នកបានធ្វើបុណ្យចម្រើនប្រជជនព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់សម្ដែងថាបានដាំពូជបុណ្យមានសម្ពីបុណ្យយកបុណ្យទៅជាមួយខាងមុខឯណោះបកគលខ្លះស្លាប់ទៅមើលលោកយាយវិសាខាជាដើមលះលោកនេះទៅកាន់លោកខាងមុខអាណាតបណ្ឌិកសេដ្ឋីផងដែរក្រោយអំពីការដែលស្លាប់ទៅមនុស្សសម័យព្រះច្រើនទៀតណាញោមណាលះលោកនេះទៅស្លាប់ទៅទៅកាន់បរលោកខាងមុខខ្លះតកើតជាទេវតា2000ឆ្នាំជាងហើយមិនទាន់មកវិញផង
ណែដល់តែពេលនោះហេតុអីបានជាអាយុវែងម៉េះដល់តែរាប់ពាន់ឆ្នាំថាមកអំពីគេបានធ្វើបុណ្យបានចម្រើនបច្ចុប្បន្នប្រយោជន៍ពីការចម្រើនបច្ចុប្បន្នក្នុងគណៈនឹងនាំឲ្យមានអាយុវែងពីព្រោះថាការបានធ្វើបុណ្យនឹងនាំឲ្យមានអាយុវែងដោយអំណាចនៃការបំពេញដោយខ្លួនឯងមិនរំពឹងទៅលើអ្នកណាទេតែបើតាកូនចៅគេធ្វើបុណ្យចម្រើនបច្ចុប្បន្នជូនលោកឪពុកអ្នកម្ដាយក៏ពិតមែនព្រះមហាថៃជាម្ចាស់ហើយក៏ប៉ុន្តែតាមពិតទៅរឿងកម្មវិធីបុណ្យនឹងចម្រើនបច្ចុប្បន្ននឹងបានវែងឬមិនវែងថាមិនទាន់ប្រកាសច្បាស់លាស់ទេអាការធ្វើបុណ្យចម្រើនបច្ចុប្បន្នគ្រាន់តែជាការសន្មត់ជាទំនៀមប្រវេណីប៉ុណ្ណោះប៉ុន្តែបើសួរថាបើធ្វើបុណ្យចម្រើនបច្ចុប្បន្នឈប់ឆាប់ស្លាប់ឬក៏ល្មិចតែគុណថាអត់ទេនៅតែស្លាប់ប៉ុន្តែនាំឲ្យមានអាយុវែងក្រែងបើអស់ជីវិតពេលនេះទៅតែកើតទេវលោកកើតទេវតាតែកើតជាអិនទីប្រអិនកើតជាព្រំឯនោះនាំអាយុគាត់រស់នៅរាប់រយរាប់ពាន់ឆ្នាំទៅទៀតលោកីបច្ចុប្បន្នអាយុវែងដោយការរីករាយនឹងបុណ្យទៅកាន់បរលោកខាងមុខដោយអំណាចបុណ្យគាត់យោនយកកំណើតកើតនៅទីកន្លែងដ៏ល្អរាប់រយពាន់ឆ្នាំទៀតយ៉ាងនេះឯងព្រះមហាថៃខ្ញុំកណាសូមបកស្រាយប្រគិនប្រមាណប៉ុណ្ណេះសង្ឃឹមថាព្រះមហាថៃនិមន្តទទួលបើមិនទាន់គ្រប់មិនទាន់ពេញលេញសូមជួយបន្ថែមផងសូមអរតនីនិមន្តជ្រាបកណាអរប្រគុណណាស់បានបកស្រាយត្រឹមត្រូវតាមធម៌ហើយខ្ញុំកណាសូមអរប្រគុណហើយជម្រាបញោមញាតពុទ្ធបរិស័ទគឺមនុស្សដូចលើកឡើងពីខាងដើមមកកិច្ចមិនផុតពីស្លាប់ទេប៉ុន្តែដើម្បីលើកទឹកចិត្តណាញោមណាខ្ជិលនិយាយអារឿងអាក្រក់ខ្ជិលនិយាយអារឿងគេហៅថាអវិជ្ជមាននេះនិយាយតែរឿងល្អទៅគឺថាដើម្បីឲ្យទឹកចិត្តម៉ែឪនឹងសប្បាយរីករាយកូនចៅការធ្វើដើម្បីឲ្យបានអាយុវែងហ្នឹងបើតាមបុរាណវាមាន3របៀបកូនចៅបានដាក់បោះស្បុកស្រោចទឹកជូនម៉ែឪគឺការសុំទោសម៉ែឪហ្នឹងកុំឲ្យជាប់កម្មពៀសម្លក់សម្លឹងប្រើម៉ែប្រើឪពីមុនមកអីហ្នឹងណាហើយចឹងទៅស្រោចទឹកជូនម៉ែឪព្រោះយើងតាំងពីក្មេងមកទល់ប៉ុណ្ណេះគឺថាមិនដឹងម៉ែឪស្រោចទឹកឲ្យប្រមាណដងម្នាក់ទេញោមម៉ែឪដោះកែលឲ្យប្រមាណដងម្នាក់សូមជួយឆ្លើយអត់ដឹងទេម្ល៉េះហើយយើងសុំដោះកែលឲ្យគាត់សុំងូតទឹកជូនគាត់ហើយសុំខមាទោសគាត់ខមាទោសហើយជូនបាយទឹកនំចំណីអត្តហ្នឹងគេហៅថាជីវិតមហកិច្ចជីវិតមហកម្មជប់លៀងជីវិតគាត់ដូចកើតម្ដងទៀតអញ្ចឹងនេះកម្មវិធីមួយសម្រាប់បុរាណដឹកនាំកម្មវិធីទី2និមន្តប្រសង់មកចម្រើនព្រះបរិត្តគេហៅថាអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មគឺព្រះបរិត្តនឹងជួយខំក្រងជីវិតមេត្តាបិតានឹងមានន័យថាអមនុស្សខ្មោចព្រាយខ្លះសត្វខ្លះដែលវាចងពៀជាមួយម៉ែឪយើងវាដូរចិត្តវិញវាឃើញគាត់នឹងចូលកាន់សិលហើយចូលស្ដាប់ព្រះបរិត្តដោយអាយុវឌ្ឍនកុមារត្រូវតែ7ថ្ងៃទៀតសោះស្លាប់ដោយសារស្ដាប់ព្រះបរិត្តអមនុស្សវាដូរចិត្តបើគេខ្លាចជាកូនចៅព្រះទៅហើយទុកឲ្យគេរស់នៅចឹងលែងយកជីវិតគេចឹងហើយបានគេចម្រើនបច្ចុប្បន្នដោយនិមន្តប្រសង់មកចម្រើនព្រះបរិត្តពពោធិសត្វកើតជាសត្វកងោក៏គេតាមតាក់6ជំនាន់ស្ដាច់តាក់អត់បានទេដោយសារកងោកចេះព្រះបរិត្តព្រះអង្គកើតជាសត្វគ្រួចភ្លើងឆេះចិត្តដល់សបុកហើយមេអត់នៅស្លាប់ក៏ទុនជើងក៏ទុនអញឆេះខ្សែឥឡូវហើយនឹកដល់ព្រះបរិត្តភ្លើងឲ្យលុតវិញអស់រស់តទៀតព្រះអង្គកើតជាត្រីរស់រាំងភ្លៀងអស់ត្រីរស់ក្រៀមសកាអញទៅជួបគេគេយកទៅស្ងោអាយុខ្លីឥឡូវចង់រស់តទៀតនឹកដល់ព្រះបរិត្តធ្លាក់ភ្លៀងមកប្រាវរស់តទៅទៀតគរីមនុស្សឈឺចិត្តស្លាប់ហើយពេទ្យរត់ចោលអស់គ្មានពីណាព្យាបាលអនន្តទូលព្រះអង្គឲ្យសញ្ញា10ប្រការទៅសម្ដែងឲ្យស្ដាប់គរីមនុស្សជារស់តជីវិតទៅទៀតហើយបើនៅឯឋានសួគ៌នោះសពតតទេវបុត្រក៏ចិត្តអស់បុណ្យក៏បន្ថែមបុណ្យអញ្ចឹងទៅចូលទៅធ្វើបុណ្យសន្តានទៅបានអាយុខ្លះអញ្ចឹងមកដែរអញ្ចឹងបើយើងគិតជាផ្នែកខាងវិជ្ជមានមកឃើញថាអមនុស្សខ្មោចព្រាយណាដែលវាចងពៀវាអាចដូរចិត្តដោយអនុភាពនៃព្រះបរិត្តថែរក្សាការពារអាយុជីវិតបានគេនិមន្តប្រសង់មកចម្រើនព្រះបរិត្តឲ្យមេត្តាបិតាស្ដាប់នឹងជាកម្មវិធីទី2ហៅថាអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មឯមួយទៀតអនុបទានកិច្ចអនុបទានកម្មគឺរំដោះគ្រោះជីវិតនឹងឧបមាយើងឃើញគេខ្យល់កយើងជួយគេឲ្យរស់ឃើញគេលងទឹកយើងជួយស្រង់គេឃើញគេអត់បាយយើងជួយឲ្យបាយគេស្រាប់តែគេរស់ដល់ថ្ងៃក្រោយយើងមានទុកមានភ័យចេះតែមានគេមកជួយជីវិតយើងឲ្យរស់តទៀតយ៉ាងណាមិញបានជាកម្មវិធីបុណ្យកូនចៅដាំស្លបបរបបៀកភេទជ្ជៈជូនមេត្តាបិតាជូនភ្ញៀវឲ្យគេហូបឲ្យជីវិតគេរស់ដើម្បីឲ្យម្ដាយឪពុកនឹងបានជីវិតរស់បន្តមកទៀតដែរនេះជាកម្មវិធីបន្ថែមតាមក្បួនដូនតាដឹកនាំឲ្យធ្វើបុណ្យចម្រើនបច្ចុប្បន្នកម្មវិធីត្រូវធ្វើដែលយើងនិយមធ្វើអញ្ចឹងឥឡូវយើងធ្វើឲ្យសរុបសេចក្តីមកវិញថាដើម្បីឲ្យបានអាយុវែងទី1ការគោរពទី2ការបដិបត្តិទី3គឺការធ្វើ